ស្ដីអ្នកគ្នាខ្ញុំយូអ៊ីថ្ងៃនេះខ្ញុំមកលើកសាច់រឿងមួយដែលមានចំណងជើងថា No Product ខ្ញុំមិនដឹងថាខ្លួនឯងខ្ញុំនឹងអានត្រូវឬមិនអានខុសទេដោយសារខ្ញុំយកទៅកណ្ដាល slide ទៅគេអានអញ្ចឹងហើយខ្ញុំក៏អានតាមគេហើយបើខ្ញុំអានខុសអីយ៉ាងណាជួយអធិស្ឋានខ្ញុំផងហើយខ្ញុំនឹងដាក់ចំណងជើងជាខ្មែរថាផ្ដើមស្រាយចេញពីការយល់ច្រឡំខ្ញុំចេះតែដាក់ទៅដោយសារតែវាស្ទៀងគ្នា6ដំបូងហ្នឹងតួបឋមរបស់យើងហ្នឹងបានយល់ច្រឡំទៅលើតួថប់របស់យើងហ្នឹងថាតួថប់របស់យើងហ្នឹងតាក់ទងគ្នាជាមួយនឹង mistake របស់គាត់តែឥឡូវខ្ញុំនិយាយច្រើនពេកហើយកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាប្រាប់សាច់រឿងមកយើងបានឃើញមានអាគារមួយកន្លែងដែលមានគូស្នេហ៍មួយគូកំពុងតែនិយាយគ្នាមិត្តភក្តិរបស់គាត់បាននិយាយទៅកាន់មិត្តស្រីរបស់គាត់ថាមិត្តភក្តិរបស់គាត់ស្លាញ់ណែនឹងកំពុងស្លាប់ហើយដោយសារតែភាពឯកាណែមានបានស្ដាប់ខ្ញុំនិយាយអីអត់មិត្តស្រីរបស់គាត់បាននិយាយថាស្អីណែចង់និយាយពីអីគេឥឡូវនេះខ្ញុំសំណែនបន្តិចម្នាក់ស្រីនេះមានឈ្មោះថា Stacy ក៏ត្រូវជាមិត្តស្រីរបស់បុរសម្នាក់នេះហើយបុរសម្នាក់នេះមានឈ្មោះថា Lu គឺជាតួឯកកូនស្រីរបស់យើងស្អាតណាស់អ្នកគ្នាមិនដែរហើយLuបាននិយាយថាតណែសម្រាប់ហើយនៅចូលយើងធ្វើវាតែម្ដងទៀតទេអូខេហើយ Stacy បាននិយាយថាឥឡូវយើងធ្វើបានហើយព្រោះសារឥឡូវណែកំពុងតែមានគូប្រជែងហើយណែគូតែខ្វល់ពីរឿងគូប្រជែងរបស់អ្នកឯងណាហើយណាមួយខ្ញុំក៏ហត់នឿយហើយខ្ញុំក៏មុជទៅហើយដែរហ្នឹងលោកបាននិយាយទៅកាន់ Stacy ឡើងរោគចិត្តវិញថាសម្រាប់ការយំខ្លាំងហ្នឹងវាអត់អីទេហើយ Stacy និយាយថាឥឡូវម៉ោង3ទៀបភ្លឺណាអ្នកឯងធន់ទេមែនចង់និយាយថាលូរបស់យើងមិនធម្មតាដែរអញ្ចឹងណាហើយលូបាននិយាយទៅកាន់ Stacy ថាមានរឿងអីដែលខ្ញុំត្រូវសួរណែពីរឿងហ្នឹងទេតែឥឡូវសុំធ្វើវាតែម្ដងទៀតទេអូខេហើយ Stacy បាននិយាយថាអូយស្ងាត់ទៅតែបើណែចង់ធ្វើវាម្ដងទៀតណែគួរតែបែបវ៉ែនតានឹងសិនទៅដឹងនៅហើយលូឡើងឆ្ងល់ហ្មងតែហេតុអីបាននៅសុកហ្នឹង Stacy ចង់ឲ្យគាត់បែបវ៉ែនតាអញ្ចឹងវ៉ាណែបែបវ៉ែនតានឹងលុយមែនតែណែខុសគ្នាទាំងស្រុងហ្មងអូអញបែបវ៉ែនតានឹងមែនអញបែបវ៉ែនតានឹងធ្វើអីអត់ទេខ្ញុំគិតតែថតរូបណែ2 3ស្លុកទឹកហើយអូយមើលទៅណែសេកស៊ីខ្លាំងណាណែគួរបែបវ៉ែនតានឹងរហូតឬនៅហើយត្រូវខ្ញុំបែបវ៉ែនតានឹងដែរមែនហើយចាំស្បែកជើងដែលខ្ញុំទៅទិញវិញទៅណែគួរគិតមិនហើយហើយ Stacy បាននិយាយថាជាធម្មតាលោកពេលតាវ៉ែនតាកាពេលកដៅថ្ងៃទេមុននឹងណែចង់ធ្វើវាណែគួរតាលាក់សក់ចោះក្រោមផងណាអូមើលទៅណែស្អាតខ្លាំងណាមើលទៅឡើងសេកស៊ីហ្មងណាហើយលោកបាននិយាយថាប៉ុន្តែណាមួយក៏វាមិនសមនឹងខ្ញុំដែរហើយក៏វាមិនមែនជា style របស់ខ្ញុំដូចគ្នាហើយ Stacy បាននិយាយកាត់លូឡើងលឿនថាលូតើណែមានដឹងអត់ថាពាក្យព្រៀបភានហ្នឹងមានន័យថាម៉េចខ្ញុំចង់និយាយថាពាក្យព្រៀបភានហ្នឹងមានន័យថាម៉េចខ្ញុំអ្នកសម្រាយខ្លួនឯងហ្នឹងក៏ខ្ញុំអត់ដឹងដែរហត់ម៉េចហើយ Stacy បាននិយាយថាណែមានដឹងអត់ថាគាត់ហ្នឹងណាគឺជាមនុស្សស្លូតមិនចេះប៉ះគ្រឿងស្រវឹងគ្រឿងញៀនហើយនឹងបករឿងតាមសង្គមខាងក្រៅឡើយហើយគាត់ក៏គ្មានមិត្តភក្តិច្រើនដែរហើយអ្វីដែលសំខាន់នោះក៏មានចរិតឆេវឆាវហើយការណាដែលអ្នកអាចចូលទៅចិត្តគាត់បានកាន់តែល្អហើយណាមួយក៏មានគេទៅចិត្តគាត់បានដែរមានតែខ្ញុំឯងដែលអាចទៅចិត្តគាត់បានហើយគាត់មានភ្នែកមូលដូចក្តាមអញ្ចឹងហើយរាងកាយរបស់គាត់រឹងមាំខ្លាំងមែនតើណែដឹងអត់និយាយរួមទៅគាត់គឺជាថែបរបស់ខ្ញុំណែដឹងហេហើយលូបាននិយាយថាយ៉ាងហើយក៏គាត់គ្មានសលេងរំខានដែរត្រូវអត់ហ្នឹងហើយណែមិនយល់ពីគាត់ទេមានតែខ្ញុំទេដែលយល់ពីគាត់ហើយគាត់ថាណែហ្នឹងចូលចិត្តបរិសង្ហាហើយតនសម័យដូចខ្ញុំហើយឥឡូវណែទៅចូលចិត្តណាគេទៀតហើយ Stacy បាននិយាយថាអូខ្ញុំមិនសមមានអីចឹងទេណែសាកមើលកញ្ចក់មើលណែស្អាតខ្លាំងណាស់ Stacy បាននិយាយថាស៊ូណាលូធ្វើដើម្បីខ្ញុំអូខេលូហើយលូបាននិយាយថាប៉ុន្តែវាគួរឲ្យពើមណាហើយ Stacy បានស្រែកថាលូយ៉ាងខ្លាំងថាណែម៉ូនេះអត់ទាន់សម័យណាគ្រាន់តែបែបវ៉ែនតាសោះណែត្អូនត្អែច្រើនណាស់ហើយលូបាននិយាយថាអូយ Stacy ណែស្ងប់ចិត្តសិនទៅខ្ញុំនិយាយលេងទេគឺថាខ្ញុំត្រូវពាក់វ៉ែនតានឹងដែរមែនប៉ុន្តែវារំខានណាស់ពេលដែលយើងថើបគ្នាហើយ Stacy បានស្រែកថាលូឡើងខ្លាំងថាហូយពាក់វាពី3ដងទៅវាលេងអីហើយគ្រាន់តែពាក់ប៉ុណ្ណឹងសោះណែធ្វើខ្ញុំអត់បានដែរមែនហើយឥឡូវយើងកាត់មកសាលាវិទ្យាល័យហងសុកមានលោកគ្រូម្នាក់បាននិយាយថាមិនអីទេនេះហើយជាការសម្រាប់ការបង្រៀនថ្ងៃនេះតោះមើលមកបញ្ជាក់នៃសេចក្តីព្រៀងនៃសេរារីយ៉ូភាពយន្តខ្លីដែលអ្នកបានធ្វើនៅរយៈពេល4សប្តាហ៍មុន
ហើយដាក់ចូលជូនទៅ TA ត្រឹមម៉ោង 5 ល្ងាចសប្តាហ៍ក្រោយហើយលោកគ្រូបាននិយាយថែមទៀតថាខ្ញុំសូមរំលឹកអ្នកម្ដងទៀតថាអ្នកត្រូវតែធ្វើវាបើអ្នកមិនធ្វើទេអ្នកនឹងទទួលបានឯអេសហើយឥឡូវយើងកាត់មកកាន់លូវិញគាត់បានគិតថាតែខ្ញុំខកអីបានជា Stacy ហ្នឹងខឹងគាត់ខ្លាំងម៉េះហើយលោកបានលើនារីពីរនាក់ហ្នឹងបាននិយាយពីមិត្តភក្តិរបស់ពួកគាត់នារីពណ៌សទឹកខូចហ្នឹងគាត់បាននិយាយថានេះហើយគឺជាចំនួនរវាងមិត្តប្រុសរបស់ខ្ញុំហើយនិងខ្ញុំហើយនារីសក់ខ្មៅហ្នឹងគាត់បាននិយាយថាអ្នកឯងហ្នឹងស្លាញ់គ្នាមួយមិត្តប្រុសរបស់អ្នកឯងហ្នឹង3ឆ្នាំហើយត្រូវអត់អញ្ចឹងទៅគួរតែបែកគ្នាហើយនារីសក់ពណ៌ទឹកខូចហ្នឹងគាត់បាននិយាយថាខ្ញុំធ្វើវាមិនបានទេព្រោះឥឡូវខ្ញុំចាប់ផ្ដើមមានចិត្តលើគាត់ហើយហ្នឹងហើយនារីសក់ពណ៌ទឹកខូចហ្នឹងគាត់បាននិយាយថែមទៀតថាខ្ញុំតែគិតថាខ្ញុំអាចផ្លាស់បដូរជីវិតផ្លូវភេទជាមួយខ្ញុំបានហើយនារីសក់ខ្មៅហ្នឹងក៏បាននិយាយថាហេខ្ញុំបានរកឃើញថាយើងត្រូវតែខិតខំដូចជាការ cosplay មួយចឹងណាហើយនារីពណ៌សក់ទឹកខូចហ្នឹងក៏បាននិយាយបន្ថែមទៀតថាចឹងទៅខ្ញុំគួរតែរៀបចំរាត្រីពិសេសមួយហើយពួកគេក៏សើចហើយគេនិយាយថាយ៉ាអ៊ូល្ងងមែនហើយលោកបានស្ដាប់នារីពីរនាក់នឹងនិយាយផងគៀងផងចឹងណាហើយពួកគេបាននិយាយថាអូយពួកគេហ្នឹងចូលចិត្តធ្វើអីមួយគាត់ថាយើងហ្នឹងចូលចិត្តចឹងហើយពួកគេធ្វើអីមួយដូចគ្នាបច្ចេកទេសសោះហើយពួកគេប្រៀបដូចជាសត្វចឹងខ្ញុំគួរតែទុកគេចោលមើលទៅហើយពួកគេហ្នឹងដែលយកពីអារម្មណ៍របស់យើងទេពួកគេតែងតែធ្វើឲ្យយើងឈឺចាប់រហូតហ្នឹងហើយលោកបានគិតក្នុងចិត្តណែថាទីស្តេស៊ីហ្នឹងធន់នឹងគាត់ដូចចឹងដែរហើយគាត់ក៏គិតថាខ្ញុំគួរសួរគាត់ថងអត់ហើយគាត់ក៏គិតក្នុងចិត្តទៀតថាខ្ញុំមិនគួរសួរទេទោះបីខ្ញុំសួរក៏គ្មានចម្លើយណាច្បាស់លាស់ដែរហើយគាត់ក៏បាននឹកឃើញពីរឿងយប់មិញរបស់ Stacy ហើយនឹងគាត់ហើយ Stacy បាននិយាយទៅកាន់លោកថាចេញទៅមនុស្សល្ងងបើខ្ញុំបានឮពេលសម្ដីរបស់អ្នកឯងនិយាយចឹងម្ដងទៀតអ្នកឯងនឹងមិនអាចរស់នៅទីនេះបានទេខ្ញុំសូមបញ្ជាក់តិចលោកបច្ចុប្បន្នហ្នឹងគឺគាត់នៅជាមួយនឹង Stacy ហើយលោកបានអង្គុយមើលរូបថតបរិមម្នាក់ហើយខ្ញុំក៏អត់ដឹងដែរថានឹងគឺជារូបណាគេហើយចូលកាត់ទៅរឿងរបស់យើងវិញហើយគាត់ក៏បាននឹកឃើញដល់រឿងយប់មិញបន្ថែមទៀតថាហើយលោកបាននិយាយទៅកាន់ Stacy ថាខណៈថាអ្នកឯងចូលចិត្តបរិទាន់សម័យដូចខ្ញុំហើយឥឡូវអ្នកឯងទៅចូលចិត្តក្មេងប្រុសដែលរៀងរំពឹសចឹងហើយ Stacy បាននិយាយថាខ្ញុំគ្រាន់តែមើលរឿងភាគយន្តហ្នឹងទេហើយលោកបានគិតក្នុងចិត្តថាភាគយន្តហ្នឹងតើគាត់ហ្នឹងមានឈ្មោះអីគេខ្ញុំបានមើលរឿងភាគយន្តមួយដែលមានចំណងជើងថាIncromake ខ្ញុំក៏អត់ដឹងថាចំណងជើងហ្នឹងត្រូវដែរអត់ណាខ្ញុំចេះតែអានតាមគេទៅគេប្រាប់ខ្ញុំចឹងដែរហើយខ្ញុំក៏សួរបងស្រីខ្ញុំចឹងដូចគ្នាគាត់ក៏ប្រាប់ខ្ញុំចឹងដែរអូអញ្ចឹងចាំខ្ញុំតែងខ្លួនឲ្យដូចបរិសម្នាក់ហ្នឹងហើយ Stacy បានស្រែកថាឯលូថាហ្នឹងហើយខ្ញុំបានមើលរឿងភាគយន្តហ្នឹងហើយណែកុំនិយាយច្រើនពេកណែកំពុងតែធ្វើខ្ញុំខឹងហើយគាត់ក៏បិទទ្វារដើរចេញទៅហើយលោកបានគិតថាសម្រាប់ Stacy គឺគាត់អាចធ្វើបានគ្រប់យ៉ាងហ្នឹងហើយណាមួយក៏វាមិនមែនជា style របស់ខ្ញុំដែរហើយខ្ញុំពិតជាធន់ខ្លាំងមែនតើបរិសម្នាក់ដែលពាក់វ៉ែនតាហើយជាមួយនឹងការ៉ាការ៉ូហ្នឹងថាគាត់គឺជាណាគេណោះតែពេលនោះខ្មៅដៃបលូបានឈូលលើដីហើយក៏មានបរិសម្នាក់បានហើខ្មៅដៃឲ្យគាត់បាននិយាយម្នាក់ឯងថាអូយមើលទៅវាពិតជាល្ងងខ្លាំងមែនតើហ្នឹងគាត់និយាយថាឲ្យ Stacy ហើយគាត់ក៏បាននិយាយថាអរគុណហើយសម្រាប់ការហើខ្មៅដៃឲ្យគាត់ហើយគឺគាត់ងាកមើលទៅលើបរិសម្នាក់ហ្នឹងហើយគឺគាត់នៅតែនិយាយគៀកគឺហើយក៏ផ្លឹកមើលបរិសម្នាក់ហ្នឹងហើយបានគិតម្នាក់ឯងថាវ៉ែនតានោះហើយជាមួយនឹងខោអាវហ្នឹងហើយពេលដែលបរិសម្នាក់ហ្នឹងបានឃើញលូមើលមុខគាត់ហើយអត់និយាយអីចឹងគឺគាត់មានការទម្លាក់ខ្មៅដៃនឹងចោះរួចក៏ហត់ចេញពីកន្លែងហ្នឹងហើយក៏មានមនុស្សម្នាក់បាននិយាយថាខ្ញុំបានជួបនឹង Incromate តើអ្នកគ្នាប្រកាសជាស្គាល់បរិសម្នាក់ហ្នឹងហើយតែខ្ញុំអត់ទាន់ប្រាប់ឈ្មោះទេចាំវីដេអូក្រោយបានខ្ញុំប្រាប់ឈ្មោះហើយខ្ញុំបើមានស្លេកកន្លែងណារំខានអីជួយអធិស្ឋានខ្ញុំផងណាហើយនេះចប់វីដេអូរបស់យើងហើយចាំជួបគ្នាជាមួយខ្ញុំវីដេអូក្រោយបាយបាយ